ដើម្បីជំរុញនិងជួយដល់ប្រជាជនឲ្យងាយស្រួលនឹងក្នុងការធ្វើដំណើរក៏ដូចជាកាត់បន្ថយនៅការចំណាយហើយនឹងចំណេញទាំងពេលវេលាចំណេញទាំងថវិកាចំណេញទាំងជាតិក៏ដូចជាភ្ញៀវជាតិអន្តរជាតិក្នុងការដំណើរកម្សាន្តពីតំបន់មួយទៅតំបន់មួយចំផ្លូវនេះយើងបាននឹងឆ្ពោះឆ្លងកាត់ទៅខេត្តកោះកុងហើយយើងនឹងចេញពីទីរួមខេត្តកោះកុងយើងនឹងឆ្លងកាត់ទៅឆ្ពោះទៅដល់ខាងស្រុកវាលវែងខេត្តពោធិ៍សាត់ចេញពីស្រុកពោធិ៍សាត់យើងនឹងឆ្លងកាត់ភ្នំ1500ហើយយើងនឹងឆ្លងកាត់ទៅសំដៅស្រុកសំឡូតខេត្តបាត់ដំបងបាទអញ្ចឹងស្អាតមែនទែនបាទស្អាតនៃសភាពពោពេញទៅដល់អញ្ចឹងគ្រប់ក៏សរសើរនឹងឋានៈដឹកនាំរបស់យើងលោកអបាលខេត្តក៏ដូចជាទីសាធារណការទីសាធារណការក្រសួងសាធារណការបញ្ជូនលើអានតែនបាទលើស្អាតលើឡើងស្មូតហ្មងបាទស្មូតតែនោះហើយបើចង់មកលេងកោះកុងអីបងប្អូនទាំងអស់គ្នាបាទកុំភ័យឬក៏បារម្ភរឿងផ្លូវយើងបបាឬក៏ផ្លូវណោតចោតចុះភ្នំអីចឹងយើងបារម្ភអីច្រើនណាបងប្អូនអរនេះឥឡូវនេះគឺយើងមិនបាច់ចាំព្រួយបារម្ភអីច្រើនទេព្រោះរដ្ឋាភិបាលដូចជាសាធារណការហ្នឹងគាត់បានធ្វើការកែសម្រួលនៅផ្លូវដែលចុះចំណោតខ្លាំងហ្នឹងឥឡូវនេះវាអាចថានឹងសឹងតែជីស្មើដែរជីស្មើលឿនស្មើបាទជាពិសេសយើងមានរបាំងទ្រូងបាទគាត់កាត់ភ្នំទៅតែម្ដងលែងទៅមានចំណោតចោតអីខ្លាំងហើយយើងពីមុនមកគឺយើងឃើញចំណោតអីខ្លាំងអញ្ចឹងយើងចិត្តតែបារម្ភតែច្រើនអញ្ចឹងណាបាទឥឡូវនេះគឺចំណោតគឺមិនទៅជាចោតអីខ្លាំងដូចកាលពីយើងឆ្នាំ2010ឬក៏2014 15 16នេះទេបាទថ្មីនេះឆ្នាំ2023 24 25នេះផ្លូវយើងគឺស្អាតតែបាទមិនចាច់បរទេសប្រហែលទេបងប្អូនបាទផ្លូវនេះបាទគឺកាត់ឆ្លងកាត់នំតែម្ដងបាទសូមសរសើរនៅវិស្វករយើងបាទគាត់ធ្វើបានល្អមែនទែនផ្លូវនេះអត់មានរលាកអីទេបាទផ្លូវនេះគឺឆ្លងភ្នំហើយយើងបានធ្វើក្នុងភ្នំអញ្ចឹងបងភ្នំនៅខាងលើភ្នំតែម្ដងបាទកម្ពស់ស្អាតតែបាទមើលបាទទេសភាពបាទមើលទេសភាពទៅតាមសតខ្មែរយើងបាទនៅខេត្តកោះកុងមិននៅអាមេរិកមិននៅរដ្ឋអាឡាស្កាឬក៏នៅតិចសាសឬក៏នៅអីទេបាទនេះគឺនៅកោះកុងយើងតែម្ដងបាទតែពីមុនមកគឺយើងផ្លូវចេះអីគឺយើងភ័យខ្លាំងណាស់បាទណោតខ្លាំងហើយយើងជិះម្ដងយើងភ័យឥឡូវបាច់ភ័យទេបាទគឺស្អាតផ្លូវអីពីទៅមួយគេថា2កន្លងបាទ2កន្លងទៅ2កន្លងមកចឹងវាធំមែនតើពីមុនមកគឺយើងតែ1កន្លងទៅ1កន្លងមកទេតែធ្វើឲ្យការបើកករបស់យើងនឹងវាខាននិភ័យច្រើនដែរព្រោះការចុះចំណោទវិញមានអាឡើងមួយឡើងវិញចឹងវាអាចមានបញ្ហាដែរប៉ុន្តែឥឡូវយើងអត់ភ័យព្រួយទេនៅកន្លែងហ្នឹងគឺវា